linh ô quên song pi ô má để ra quên pi su linh ô mà ô cặp chán bà sẽ đây nhận off nè ngàyนี้ខ្ញុំនឹងលើកយកការប្រកួតរបស់ដៃគូធនរាដែលគាត់ត្រូវប្រកួតនៅថ្ងៃទី3ខែកក្កដានេះហើយនៅក្នុងកម្មវិធី Golden គុណខ្មែរនៅស្ថានីយទូទូថោនបាទអញ្ចឹងកីឡាករនេះគឺមានឈ្មោះថាអ៊ូម៉ាស៊ីម៉ាតាដែលជាជនជាតិយូកាន់ដាបាទយូកាន់ដាហើយគាត់មានកម្ពស់ 1.75 អាយុគាត់កាលនោះ30ឆ្នាំអញ្ចឹងយើងគិតថាមកដល់ឥឡូវអាចគាត់អាយុ30ជាង34 35ហើយជា35 36ឆ្នាំអីហ្នឹងបាទអញ្ចឹងគាត់ប៉ះជាមួយកីឡាករបងប្អូនប្រហែលស្គាល់ហើយគឺកីឡាករស៊ូលីនអ៊ូគាត់ជាកីឡាករលំដាប់របស់ភូមិមានមួយរូបដែរដែលគាត់ធ្លាប់ប្រកួតជាមួយកីឡាករដាច់ខ្សែឈើគឺសេកសាន់ដងខ្វាមើងនិងកីឡាករដែលទើបតែលេចធ្លោថ្មីៗគឺកីឡាករណាប៊ីនៅសង្វៀន1 Championship បាទអញ្ចឹងគាត់ប្រកួតកាលនោះក៏គាត់ប្រកួតលក្ខណៈLetway បាទ Letway អញ្ចឹងខ្ញុំចង់លើកយកអាកីឡាការប្រវត្តិប្រកួតរបស់គាត់លក្ខណៈបែបមួយថៃដែរតែខ្ញុំស្វែងរកវីដេអូទៅឃើញគាត់ឃើញវីដេអូនេះគឺដូចជាទើបតែ4ឆ្នាំមុនអញ្ចឹងក៏ខ្ញុំលើកយកការប្រកួតរបស់គាត់ជាមួយនឹងកីឡាករស៊ុនលីអូដែរបាទព្រោះកីឡាករស៊ុនលីអូបងប្អូនមិនអាចដឹងគឺស្វិតតាមអញ្ចឹងចង់ដឹងថាការប្រកួតនឹងយ៉ាងណាអញ្ចឹងចូលមកទស្សនាទាំងអស់គ្នាបាទបាទនេះបាទសូមបញ្ជាក់តិចគឺការប្រកួតនេះគឺជាលក្ខណៈ Letway បើអត់សន្លប់ទេគឺស្មើប៉ុន្តែខ្ញុំមិនដឹងថាតើការប្រកួតហ្នឹងគឺច្បាប់ហ្នឹងដែរអត់ចឹងប៉ុន្តែខ្ញុំធ្លាប់ទស្សនាការប្រកួតលក្ខណៈ Letway គឺបើអត់សន្លប់ទេគឺស្មើបាទអញ្ចឹងចូលមកទស្សនាទាំងអស់គ្នានៅទឹកទី1បាទតតក្រោមពីស៊ូលីងអូគាត់ស្ដាំពីកីឡាករយូកាន់ដាបាទកីឡាករបង្គោលខៀវស្បែកខ្មៅនេះហើយគឺកីឡាករអ៊ូម៉ាស៊ីម៉ាតាបាទធាក់ទល់ពីកីឡាករអ៊ូម៉ាបាទចលោបាទប្រកួតលក្ខណៈ Letway គឺអត់មានពាក់កង់ទេហើយក៏មិនមែនលក្ខណៈអំបោះឆៅទេបាទបងប្អូនឃើញហ្នឹងគឺគ្រាន់តែរុំដៃទេគឺសឹងតែប្រហែលវាយដៃទេដែរបាទធាក់ទល់នេះគឺជាបណ្ដាលសេរីរបស់មីយ៉ាន់ម៉ាដែលគេហៅថា Letway បាទបងប្អូនមួយចំនួនប្រហែលជាអាចនឹងមិនសូវស្គាល់កីឡានេះដោយសារគឺជាមិនសូវពេញនិយមប៉ុន្តែគេមានសង្វៀនលក្ខណៈពិភពលោករបស់គេដែរគឺ WLC ហ្នឹងហើយបាទ World Letway Championship ហ្នឹងបាទចូលអោបខៀកបញ្ជាក់គឺបណ្ដានេះគឺបោកអាចយកក្បាលបោកបានបុកបានបាទអញ្ចឹងបើឃើញកីឡាករស្បែកខ្មៅហ្នឹងពេលគាត់អោបគាត់ខ្លាចប្រយ័ត្នរឿងក្បាលបុកមកអញ្ចឹងគាត់អោបយកក្បាលគាត់ទល់ជាមួយក្បាលនេះហើយដើម្បីគាត់ឲ្យមានអេឡង់បុកក្បាលបាទចូលមកការប្រកួតវិញបាទតតក្រោមពីកីឡាករអ៊ូម៉ាឆ្វេងស្ដាំឆ្វេងពីស៊ូលីងអូឆ្វេងពីអ៊ូម៉ាតតក្រោមពីអ៊ូម៉ាឆ្វេងdirectឆ្វេងពីអ៊ូម៉ាតតលើពីអ៊ូម៉ាធាក់ទល់ពីអ៊ូម៉ាស្ដាំឆ្វេងស្ដាំពីស៊ូលីងអូចូលហើយបាទបុកក្បាលហើយឆ្វេងផ្ទះលើបាទឆ្វេងស្ដាំធាក់ទល់ពីអ៊ូម៉ាដកស៊ូលីងអូដើរចូលស៊ូលីងអូឆ្វេងស្ដាំលើក្រោមបាទឆ្វេងdirectឆ្វេងពីអ៊ូម៉ាបាទឆ្វេងពីស៊ូលីងអូញាក់ឆ្វេងញាក់ស្ដាំងក់ក្បាលកុំថយពេកបាទតតពីអ៊ូម៉ាស្ដាំពីស៊ូលីងអូឆ្វេងចូលពេញហើយបាទតោះរៀងទាញបន្តិចអីបាទទាញចូលឆ្វេងបោះក្បាលអុកក្បាលឃើញទេបាទអញ្ចឹងកីឡាករអ៊ូម៉ាគាត់ដឹងតែឲ្យគេគាត់បោកក្បាលហើយបាទឆ្វេងស្ដាំចូលបោកក្បាលទៀតហើយបាទតោងសង្វៀនបោកក្បាលអោបក្រៀកជង្គង់វាកីឡាបណ្ដាលនេះប្រភេទ Letway របស់មីយ៉ាន់ម៉ានេះបើនិយាយទៅដូចតែបណ្ដាលគុនខ្មែរឬក៏មួយថៃទេគ្រាន់តែវាលើសមួយគឺលើសត្រង់បោកក្បាលបាទយកក្បាលបោកបាទខខ្ញុំខាងអូបែកបាត់ទៅហើយបាទបោកស៊ីប្រហែលក្បាលមិញបាទអូហើយប៉ែតមកមើលបាត់មើលបែកប៉ុណ្ណាដែរឲ្យលៀបកមួនបានទៀតបាទម្យ៉ាងណាច្បាប់ការប្រកួតរបស់គេបែកឲ្យលៀបកមួនបាទយើងនៅស្រុកយើងប្រកួតលក្ខណៈកង់ជាងនេះថាគ្រោះថ្នាក់ប៉ុន្តែនៅភូមិអត់គេបែកដៃទេហើយគេបោកក្បាលបានទៀតតាមបិទបណ្ដាលយើងបិទស្នៀតមួយចំនួនដូចស្នៀតហក់ពុះកែង
ស្នៀតហក់វាថាវាយបាយខ្នងអីក៏ពិតគួរតែបើកពេញណាកុំឲ្យកីឡាករគាត់អូមិនស៊ូលីអ៊ូក៏ច្រឡំគាត់ស្មានតែគាត់ឈ្នះបាទសូមអធិស្ឋានឡើងនិយាយខាងក្រៅចិត្តនេះយ៉ាចូលមកកែងមកជើងចំកកបាទខឹងហើយចប់ទឹកទី1អូចឹងអាវុធសម្លាប់របស់លិតវេគឺក្បាលហ្នឹងហើយបាទខ្មែរយើងអាវុធសម្លាប់គឺកែងបើបដាល់ថៃនេះមកក្បាលកន្លែងនេះចង់ស្រុតនេះឆ្វេងហើយមកក្បាលទៀតបាទមកឆ្វេងបេះគៀមសោយលើសោយក្រោមបាទជាស្រ័យឆ្វេងខុសស្ដាំឆ្វេងទៅក្បាលទៅឡើយឆ្វេងខាងលើមកបែកពោះទឹកបាទគាត់បឆោតដៃគូគាត់វាយចូលពោះទឹករៀងធ្លាក់ដៃតិចដៃហោះទៅលើវិញបើមិនចឹងក្បាលទៅអីបាទជាស្រ័យដោយសារខ្ញុំទៅតែរៀនអត្ថាធិប្បាយបដាល់ទេព្រោះខ្ញុំតនេខ្ញុំចេះតែចែករំលែកទៅបងប្អូនទស្សនាទៅបើសិនខ្ញុំមិនសូវជាប្រសពនិយាយខាងអត្ថាធិប្បាយទេបាទចឹងនេះខ្ញុំគ្រាន់តែទៅចាប់ផ្ដើមរៀនអត្ថាធិប្បាយបដាបាទវាយមកផ្លែតឡើងប៉លមកអស់ហើយកីឡាករយូហ្គាន់ដានេះបាទហើយស៊ូលីអូមុខស្អាតចេះភូមិល្បីតែតាន់ល្បីអីប៉ុន្តែមកវាយលក្ខណៈគុណខ្មែរឬអីឬមួយថៃអីគាត់ដូចជាវាយមិនខ្លាំងអត់យល់ដែរប៉ុន្តែបើទៅវាយនឹងស្រុកគាត់វិញគឺតួរបស់គាត់មកបាទចឹងប្រវត្តិកីឡាករអូម៉ានេះគាត់ខ្ញុំមើលឆៃក្នុងប្រវត្តិប្រកួតរបស់គាត់ដូចជាគាត់ធ្លាប់ប៉ះសានឆៃធ្លាប់ប៉ះអីដែរគាត់ប៉ះកីឡាករថៃគួសមដែរហើយប្រវត្តិប្រកួត10ប្រកួតចុងក្រោយគាត់ឈ្នះបានតែ4ទេហើយគាត់ចាញ់6ដងប្រវត្តិប្រកួតចុងក្រោយរបស់គាត់នេះលក្ខណៈមួយដូចជា10ប្រកួតចុងក្រោយបាទចឹងគេសម្រាប់រៀងយូរដែរមុខឡងប៉ោងអីរៀបកមួនធ្វើទៅសៃបាទចូលមកដល់ទឹកទី2បាទតតក្រោមខុសពីស៊ូលីងអូស្ដាំខុសពីស៊ូលីងអូឆ្វេងខុសពីស៊ូលីងអូឆ្វេងខុសពីអូម៉ាតតក្រោមពីស៊ូលីងអូឆ្វេងសងពីអូម៉ាដរិចឆ្វេងពីស៊ូលីងអូបាទអូកាប់ចានបាទអញ្ចឹងឆ្វេងស្ដាំពីស៊ូលីងអូវិញបាទញាក់ចលោបាទកលាករអូម៉ាខឹងហើយបាទយ៉ាបាទមកដៃឆ្វេងពីស៊ូលីងអូបាទឆ្វេងពីអូម៉ាឆ្វេងខុសពីស៊ូលីងអូឆ្វេងចលោបាទស្ដាំបាទចូលរៀងទាញតិចទៅហើយបាទឆ្វេងពីអូម៉ាយ៉ាស្ដាំសោយឆ្វេងពីអូម៉ាស្ដាំមកដៃខ្ពកអូពេញរាប់ហើយបាទចាំមើលសិនព្រោះលេតវេគឺបើអត់ត្រឡប់ទេប្រកួតទៀតគឺតែបើអត់ត្រឡប់បាទជាស្រ័យមិនប្រកួតទៀតទេគឺបើអត់ត្រឡប់ទេគឺចាច់គឺស្មើបាទឥឡូវនេះអញ្ញាកណ្ដាលប្រឈប់ពីការប្រកួតបាត់ទៅហើយបាទជាស្រ័យអញ្ចឹងយើងដឹងហើយគាត់ប្រកួតលក្ខណៈ Late Way គឺចាញ់កីឡាករស៊ូលីងអូបាទការប្រកួតនេះខ្ញុំឆែកមើលទៅគឺគាត់ទៅប្រកួតតែកាលពី4ឆ្នាំនេះមួយដៃកន្លែងនេះម៉ាំងអូនេះគាត់ចាប់ទុកថាកីឡាករនេះរៀងតាំងគួសមដែរមួយដៃពេញហើយអត់កង់ហើយគាត់អត់ត្រឡប់បាត់មាត់គាត់នៅស្មារតីខ្លះទៀតគាត់អត់គ្រាន់តែវិញណាចឹងគាត់ទប់កីឡាករនេះបានត្រឹមតែទឹកទី2ទេបាទហើយជំនាន់នោះស៊ូលីងអូរៀងគាត់នៅស្វែស្អាតដែរបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតសូមកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបាទចូលចិត្តនៅវីដេអូរបស់ខ្ញុំបាទសូមអរគុណ